រឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមានជនពីរនាក់ជាប្តីប្រពន្ធនឹងគ្នាបុរសជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាត្រង់ណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះទៅជួបគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអោតាអើយខ្ញុំមកនេះបិទឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បទតម្លៃ30ដំឡឹងបើអ្នកឯងកាន់ជាប់អ្នកឯងមិនច្បោទេគង់បានដូចចិត្តបើមានកិច្ចដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាបរោះនោះថាតាសូត្រឲ្យខ្ញុំស្ដាប់ទៅមើលបើចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពឹសដៃផ្ទៃឆ្អែតដេកយកគុំនិយាយនឹងស្រីឃ្លានកុំអាស៊ីបរោះនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្លុតរត់មាត់អស់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3ម៉ាត់នេះបានតាឲ្យតទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះលាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះចាប់តាមផ្លូវមកពុំមានផ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបុរសនោះក៏សុំឲ្យសំពៅគេមកស្រុកដង្ខៅសំពៅក៏ឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននាយកសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចូលមកដោយសារសំពៅអញកាលណាគាត់ចេះថែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនាយកសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនោះរកស៊ីតទៅលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពាសសុទ្ធតែចំណីស្រាបាយទុកឲ្យយៈវាស៊ីឯអ្នកសំពៅកាលដល់វិហារនោះក៏យកសំពៅឡើងលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពឹសដៃផ្ទៃឆ្អែតដេកយកគុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីដោយកថាចំណីទាំងអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យពុំខានកាត់ដូច្នោះហើយពុំហ៊ានទៅស៊ីឡើយក៏ទៅពួនលើថ្នាំវិហារដោយស្ងៀមស្ងាត់លបមើលលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងណាស់វាថានរណាក៏ហ៊ានមកស៊ីចំណីអស់នេះនរណាក៏ហ៊ានមកស៊ីចំណីអស់នេះគេរៀបទុកឲ្យតែអញស៊ីទេឥឡូវវាស៊ីអស់ហើយវាដេកនៅទីនោះយៈថាហើយក៏បោះដំបងទៅវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយៈវិញហើយយៈក៏កាច់កមនុស្សទាំងអស់នោះស៊ីទៅរួចក្រឡេកមើលក្រឡេមក្រលើមបរោះឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បទហើយគិតថាបើអញស្រែកក្រែងយៈវាលឺវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតពីលើថ្នាំស្រែកវាស់ឡើងយៈភ័យណាស់ក៏រត់ចោលដំបងទៅបាត់ទៅបុរសនោះបានដំបងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរក៏ប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវា
ចង់ដឹងរឿងឆាប់ឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកបាននិយាយប្រពន្ធចេះតែអោបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយបាត់គ្រូផ្ដាំថាដេកយកកុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បត់ហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាយឯងប្រពន្ធសួរថាដំបងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមចណ្ដាយយកថ្មក្រោបថាហើយក៏ដេកលក់ទៅសហាយលបស្ដាប់ឮហើយក៏ទៅក្រោមចណ្ដាលរើសយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហាមស្រាងឡើងបុរសនោះរលឹកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់ឯងមិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញទាល់តែអញប្រាប់ឥឡូវនេះមនុស្សវាលឺវាលួចយកដំបងបាត់ទៅហើយប្រពន្ធលឺហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបុរសនោះក៏យកខ្សែចងដុំថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្នះរកចោលឲ្យមេស្រុកបើកជំនុំជម្រះដូចម្ដេចពីព្រោះថ្មពុំចេះស្ដីគេជេរថាអាកំព្រើលតាំងពីដូនតាមកនរណាដែលឃើញដំបងវាយឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការក្រុមក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលទេបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់ប្រាប់អស់នាម៉ឺនថាមែនបានគេថាមានប្រឡាយបានទឹកហូរមានសម្រាមបានឆ្កែវាជុះអស់នាម៉ឺនគុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានព្រះបន្ទូលប្រាប់បុរសថាណាហើយវិញទៅផ្ទះចុះកាលណាអញឲ្យគេទៅហៅចាំមកបុរសនោះទូលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅផ្ទះវិញក្រោយពេលបុរសនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដាប្រជារាស្ត្រថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងចម្លែកមួយដបដែលសម្រាប់តែស្ដេចអស់រាស្ត្រនាម៉ឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចព្រះរាជទានឲ្យអ្នកឯងនឹងប្រពន្ធអ្នកឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យហើយប្រាប់ថាព្រះករុណាជាអម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់ឲ្យយើងលៀបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលៀបហើយទៅមើលល្ខោននឹងគេចុះឯប្រពន្ធលឺប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលៀបផងដូច្នោះអពុនពេកដោយពុំបានដឹងក៏ជាគេនឹងចាប់ក៏យកប្រេងទៅឲ្យសហាយលៀបផងហើយបណ្ដាលគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្លិនក្រអូបប្រេងនោះទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ថាចូលអ្នកទៅហិតក្លិនប្រេងក្រអូបយ៉ាងនោះប្រមាណអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់នាម៉ឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរអ្នកនោះក៏នាំយកទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលេងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបុរសនោះក្រាបថ្វាយបង្គំទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅបុរសជាសហាយនោះថាឯងបានទៅលួចដំបងចៅនោះមែនឬសហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យសហាយទាំងប្រុសទាំងស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបុរសជាម្ចាស់ដំបងថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធទៅសហាយនោះទាំងអស់ដោយពុំខឹងអ្វីឡើយបុរសជាសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវាយឯងនេះថ្លៃណាស់ទ្រង់ព្រះរាជានុញ្ញាត3ឃ្លាំងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អមបាលនោះទៅឃើញកំបិតបណ្ដោះ
មួយចាស់នៅក្រោយឃ្លាំងក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់តែចាយតាមផ្លូវហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់នាម៉ឺនគេថ្មេះតេះដៀលបុរសនោះថាជាមនុស្សឆោតមាសប្រាក់មិនយកទៅយកឯកាំបិតច្រេះស៊ីបុរសនោះដើរចេញពីនគរនោះបានទៅនគរមួយដទៃទៀតជួនជាថ្ងៃមួយនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់ទៅក្រសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះឲ្យឆ្លាក់ក្បាច់លាបលុនឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទៅស្លាប់ខ្លួនរីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបាយជាទៅធ្វើឯក្តាមមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញមហាសេដ្ឋីនោះកំពុងធ្វើបុណ្យក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តាមមឈូសផងដូច្នេះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយយ៉ាងល្អឲ្យទាន់ពេលព្រឹកនេះស្ដេចនឹងទៅក្រសាលព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទៅឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យវិញបុរសនោះឆ្លើយថាក្រអ្វីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីទៅខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីបានឮដូច្នោះអរណាស់ហើយឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកាំបិតមួយដែលយកក្រោមបាតឃ្លាំងនោះបានរួចស្រេចក្នុងយប់នោះហើយលាបលុនយ៉ាងល្អព្រឹកឡើងក៏អស់ទៅថ្វាយស្ដេចទ្រង់ទន់ឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃ